ขณะนี้ផងដែរសូមជួបជាមួយនឹងប្រិយមិត្តដែលគាត់ធ្លាប់ចូលរួមការពីថ្ងៃមុនចាឥឡូវនេះគឺគាត់ចូលខ្លួនមកបកស្រាយរឿងពិតរបស់គាត់